รถยนต์ McLaren មានបញ្ហាលើប្រព័ន្ធ DTC ដោយពិបាកក្នុងការប្តូរលេខក្នុងពេលបើកបរបញ្ហានេះគឺបណ្ដាលមកពីម្ចាស់រថយន្តមិនបានពិនិត្យនិងថែទាំប្រេងប្រអប់លេខឲ្យបានល្អរហូតដល់ DTC លែងដំណើរការនិងត្រូវការផ្លាស់ប្ដូរថ្មីជាក់ស្ដែងរថយន្ត McLaren មួយគ្រឿងនេះមានការយឺតយ៉ាវក្នុងការប្ដូរប្រេងប្រអប់លេខដែលធ្វើឲ្យមានកំណករហូតដល់ប៉ះពាល់នឹងខូច DTC ឬហៅថា Mechanic បញ្ចូលលេខ Mechanic បញ្ចូលលេខឬ Dual Clutch Transmission ហៅកាត់ថា DTC នៅលើ McLaren គឺជាប្រអប់លេខដែលដំណើរការដោយប្រអប់លេខដៃពីររួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយគោលការណ៍សំខាន់របស់វាគឺប្រើបណ្ដុំ2ឬបណ្ដុំភ្លោះ Dual Clutch ដាច់ដោយឡែកពីគ្នាដើម្បីធ្វើការផ្លាស់ប្ដូរលេខបណ្ដុំទី1សម្រាប់ប្រអប់លេខសេស1 3 5 7បណ្ដុំទី2សម្រាប់ប្រអប់លេខគូ2 4 6និងលេខថយក្រោយ Mechanic បញ្ចូលលេខដែលមានបណ្ដុំភ្លោះឬ DTC គឺជាប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិដែលមានលក្ខណៈពិសេសអាចប្ដូរលេខបានយ៉ាងលឿននិងរលូនដោយមិនរំខានដល់លំហូរថាមពលម៉ាស៊ីនទៅកង់ទាំង4ហើយក៏មានតួនាទីសំខាន់ក្នុងការជួយថែរក្សាថាមពលឥន្ធនៈទៀតផងបើប្រៀបធៀបជាមួយប្រអប់លេខធម្មតាដែលមានបណ្ដុំ Mechanic បញ្ចូលលេខតែមួយមានបញ្ហារថយន្តសូមកុំភ្លេចយានដ្ឋានដមិចសូមអរគុណ